ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងបើកក្បាលវីដេអូឡើងគឺទឹកបេះម្រះព្រៅនៅក្រៅផ្ទះដោយសារតែថ្ងៃហ្នឹងគឺឆាក្តៅកោះមន់ហើយម្រះព្រៅនេះបេះបតាភ្លៀងបតាពេញហ្នឹងឯងភ្លៀងតែ2-3ម៉ែកូនម្រះព្រៅដោះមកឡើងខ្ចីល្អមែនតែលាយជាមួយនឹងកូនផ្ទីហើយក៏ឆ្លៀតទៅមើលមកនៅចិត្តនឹងដែរផ្លែមកនេះគឺដាំ 3-4 ឆ្នាំហើយនៅតែប៉ុណ្្នឹងឯងសម្រាប់ពុកម៉ែបងប្អូនដែលដឹងវិធីសាស្ត្រធ្វើឲ្យផ្លែមន់ផ្លែបានច្រើនចាំជួយ comment ប្រាប់នឹងខ្ញុំផងហើយចំពោះការឆាក្តៅខ្ញុំចូលចិត្តហាន់ក្រសក្រីបែបហ្នឹងបន្ទាប់មកយកមកចិញ្ច្រាំជាមួយនឹងខ្ទឹមសជាមួយនឹងម្ទេសក្រហមឲ្យចិញ្ច្រាំចូលចិត្តគ្នាឲ្យម៉ត់ហើយសម្រាប់ពុកម៉ែបងប្អូនខ្លះគឺខ្ញុំគាត់ឃើញគាត់ដាក់ទាំងប្រទេសគាត់អត់មានចិញ្ច្រាំទេសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តចិញ្ច្រាំដើម្បីឲ្យវាចូលជាតិជាមួយនឹងខ្ទឹមម្ទេសចំពោះកោះមាន់គឺខ្ញុំបានលាងសម្អាត 2-3 ទឹកជាមួយនឹងទឹកធម្មតាបន្ទាប់មកគឺច្របាច់ជាមួយនឹងអំបិលដើម្បីកាត់បន្ថយជាតិឆ្អាបបន្ទាប់មកគឺខ្ញុំទុកមកស្ថោខ្ញុំលាងទឹកចាញ់នៅពេលដែលខ្ញុំលាងទឹកចាញ់ហើយគឺខ្ញុំយកវាទៅហាន់ជាបន្ទះផ្កាបែបនេះហើយចំពោះប្រទេសសហ្នឹងខ្ញុំមិនដឹងថាគេហៅអីទេគឺខ្ញុំជាវាចាញ់ដោយសារតែប្រទេសហ្នឹងគឺវារៀងស្វិតវាអត់ផយដូចសាច់ពណ៌ក្រហមហ្នឹងទេពុកម៉ែបងប្អូនបន្ទាប់ពីហាន់ហើយគឺគ្រឿងផ្សំមានដូចជាម្រះព្រៅកូនស្លឹកគ្រៃដែលបានចិញ្ច្រាំជាមួយនឹងខ្ទឹមម្ទេសជាមួយនឹងរំដេងស្លឹកក្រូចសើចចំពោះរំដេងហើយនឹងស្លឹកក្រូចសើចហ្នឹងគឺខ្ញុំយកទៅដាំទឹកដើម្បីស្រស់ជាមួយនឹងកោះមាន់ព្រោះនៅពេលដែលខ្ញុំធ្វើម្ហូបមិនថាម្ហូបអីគឺខ្ញុំចូលចិត្តច្របាច់អំបិលហើយគឺខ្ញុំយកវាទៅស្រស់មកពុះសិនបានយកមកធ្វើម្ហូបពីព្រោះអីពេលដែលយើងធ្វើអញ្ចឹងទៅគឺធ្វើឲ្យយើងញ៉ាំជាមួយនឹងម្ហូបមួយមុខហ្នឹងគឺស្និទ្ធមែនតើបន្ទាប់មកគឺខ្ញុំរំលីងជាមួយនឹងកូនស្លឹកគ្រៃដែលបានចិញ្ច្រាំមុនហ្នឹងជាមួយនឹងខ្ទឹមម្ទេសឲ្យឈ្ងុយឲ្យឡើងពណ៌កន្លាតល្អហើយក៏ដឺទុកម្លាយជាមួយនឹងកោះមាន់ដែលបានស្រស់ហើយគឺខ្ញុំយកទៅលាងទឹកដើម្បីសម្អាតក្អែដែលយើងស្រស់មកជាប់នឹងហើយក៏យកមករំលីងជាមួយនឹងខ្ទឹមឲ្យវាឈ្ងុយហើយឲ្យវាស្ងួតទឹកល្អពេលយើងធ្វើបែបហ្នឹងគឺឆាគ្រឿងរបស់យើងគឺមានរសជាតិឈ្ងុយហើយស្រស់ទឹកល្អមែនតើអត់មានជាតិទឹកទេហើយបន្ថែមជាមួយនឹងកូនស្លឹកគ្រៃដែលបានលីងហើយពីដំបូងដាក់ជាមួយនឹងប៊ីចេងដាក់ស្ករសម្សៅស៊ុបហើយនឹងទឹកត្រីចំពោះអំបិលគឺនាងខ្ញុំអត់ដាក់ទេដោយសារតែកោះមាន់ហ្នឹងគឺខ្ញុំបានច្របាច់ជាមួយអំបិលហើយអញ្ចឹងវាមានជាតិប្រៃឡំជាប់ជាមួយគ្នាបន្ទាប់មកគឺដាក់ជាមួយនឹងម្រះព្រៅជាចង់បញ្ចប់ហើយឃើញឯងបងប្អូនឆាក្តៅរបស់ខ្ញុំគឺអត់មានជាតិទឹកទេហើយមានរសជាតិឈ្ងុយនិងឆ្ងាញ់អរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយចុច like share comment និង follow ម្នាក់មួយផងសូមអរគុណសូមជម្រាបលា